បាទអញ្ចឹងខ្ញុំបាទមកប្រកាសជូនតែម្ដងថា Ranger XL 2026បំពាក់ជូនជាមួយនឹងមុខងារថ្មីរហូតដល់ទៅ8ចំណុចឯណោះបាទចោះឥឡូវឲ្យដឹងទាំងអស់គ្នាប្រិយមិត្តណាទី1បាទ XL ស៊េរីថ្មីរបស់យើងគឺត្រូវបាន upgrade នៅប្រអប់លេខថ្មីដែលពីមុនត្រឹមតែ6លេខបាទ version ថ្មីគឺឡើងរហូតដល់ទៅ10លេខឯណោះបាទអញ្ចឹងកាលណាប្រអប់លេខបាទច្រើនជាងមុនបាទ10លេខនេះគឺបើកបររលូនបាទជន់ធូរល្អពិសេសផ្លូវលាតប្រិមិត្តគឺល្អមែនតើកាត់បន្ថយនៃការស៊ីប្រេងថែមទៅទៀតបាទចំណុចមួយទៀតដែលប្រិមិត្តតែងតែចង់បានប្រិមិត្តកាមេរ៉ាផ្នែកខាងក្រោយបាទ XL version ថ្មីគឺមានកាមេរ៉ាផ្នែកខាងក្រោយកម្រិតខ្ពស់ HD បាទហើយអេក្រង់របស់គេវិញគឺធំជាងមុនបាទឡើងពី10អ៊ិញមក12អ៊ិញហើយអ្វីដែលកាន់តែពិសេសប្រិមិត្តចង់ដឹងមួយទៀតទេ XL ស៊េរីថ្មីរបស់យើងគឺមានម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយបាទជិះយើងបើកម៉ាស៊ីនត្រជាក់តែមកផ្លែតហ្នឹងគឺត្រជាក់ស្រាប់តែម្ដងប្រិមិត្តណាហើយជាមួយនឹងមុខងារមួយទៀតដែលសំខាន់បាទ Ranger XL របស់យើងគឺបំពាក់ជូនជាមួយនឹងមុខងារកាពីតាហើយស្រេចទេប៉ុន្តែបាទ version ថ្មីប្រិមិត្តអាចចាំមើលគឺនឹងមានប្រព័ន្ធ lock ប៉ុងក្រោយបាទគេហៅថា rear lock differential គឺការបើកបរបែប off road កាន់តែល្អជាងមុនបាទហើយអ្វីដែលកាន់ពិសេសបាទមានបំពាក់ជូនជាមួយនឹងមុខងារ voice command ប្រិមិត្តអាចធ្វើការបញ្ជាដោយសំឡេងនៅលើដៃចង្កូតបាទមានតាំងពីមុខងារកំណត់ល្បឿនគេហៅ cruise control បាទកំណត់ល្បឿនអតិបរមាហើយអ្វីដែលល្អមួយទៀតប្រិមិត្តចង់សំចៃប្រេងឥន្ធនៈគឺយើងមានមុខងារ auto start stop បាទ auto start stop នេះគឺប្រិមិត្តបាទជន់ហ្វ្រាំងលុតម៉ាស៊ីនតែម្ដងនៅពេលដែលយើងជាប់ stop អញ្ចឹងគឺ save បាទនៅប្រេងឥន្ធនៈបានច្រើនមែនទែនសន្សំឆៃបានច្រើនមែនទែនអញ្ចឹងប្រិមិត្តណាបាទតំណាក់តំណងមកខ្ញុំបាទសវណ្ណដេតឥឡូវនេះបាទធ្វើការកក់នៅរថយន្ត Ford Ranger XL version ថ្មីកក់ឥឡូវនេះបាទបានរថយន្តប្រើប្រាស់តាន់ឱកាសបនចូលឆ្នាំខ្មែរបាទល្អមែនទែនបាទជាមួយនឹងតម្លៃគឺប្រើ Protect មែនទែនក្រោម$40,000ទេប្រិមិត្តណាបាទអញ្ចឹងតាក់ទងមកខ្ញុំបាទសវណ្ណដេតឥឡូវនេះឬក៏តំណាក់តំណងមកកាន់ផ្នែកលក់ Ford សាខាទួលសង្កែបាទសូមអរគុណសូមគោរពលា